បងប្អូនទាំងអស់គ្នាមានបញ្ហាដូចយើងធ្វើការទៅ try C របស់យើងពេញអញ្ចឹងបងប្អូនក៏លុបកម្មវិធីមួយចោលដូចខ្ញុំឧទាហរណ៍អ្នកគ្នាមើលអញ្ចឹងគឺយើងលុបទៅក៏ប៉ុន្តែ try C របស់យើងគឺនៅតែមានដដែលឬក៏វានៅតែពេញដដែលវាអត់ load ពណ៌ខៀវពណ៌អីវិញអញ្ចឹងចម្ងល់របស់អ្នកគ្នាខ្ញុំមានវិធីសាស្ត្រថ្មីមួយក៏ដូចជាយើងឆែកទៅមើល try របស់យើងហើយដូច try របស់ខ្ញុំហ្នឹងគឺវានៅសល់ try C របស់ខ្ញុំ33អូខេអញ្ចឹងខ្ញុំនឹងសាកលុបកម្មវិធីមួយគេយើងចូលទៅកម្មវិធីរបស់វាមកហើយបន្តមកយើងរកពាក្យនេះ program នេះអីអញ្ចឹងយើងចូលមកកន្លែងហ្នឹងគឺវាមានកម្មវិធីច្រើនហើយអ្នកនរគ្នាអាច scroll មើលដល់កម្មវិធីអ្នកនរគ្នាលុបហើយកម្មវិធីដែលវានៅលើអេក្រង់របស់យើងហ្នឹងគឺវាជា shortcut ទេណាអញ្ចឹងអ្នកនរគ្នាអាចរកបានអញ្ចឹងយើងចូលមករកអាកម្មវិធីដែលខ្ញុំលុបមិញហ្នឹងហើយយើងទៅ uninstall របស់វាចេញទៅយើងក៏ install ធម្មតាតែយើងរូបកម្មវិធីទាំងអស់ហ្នឹងគឺវា install ហើយអញ្ចឹងវានៅតែ uninstall ទេអញ្ចឹងនឹងខ្ញុំរកឃើញហើយអ្នកនរគ្នាក្រោយពីយើងរកឃើញអញ្ចឹងហើយអ្នកនរគ្នាអ្នកនរគ្នាយក uninstall មកហើយវាកំពុងតែដំណើរការហើយយើងចុច next បន្តមកអូខេអញ្ចឹងវានឹងបាត់ហើយខ្ញុំ scroll ចូលឡើងទៅអាកម្មវិធីដែលខ្ញុំមកត្រូវប្រើការហើយនឹងខ្ញុំ uninstall វាចេញហើយចាំមើលពេលលទ្ធផលរបស់យើងចេញមកយើងវាចេញមកបែបម៉េចខ្ញុំឆែកមុនវីដេអូហ្នឹងគឺ33ណាចាំមើលតែយើងលុបកម្មវិធីមួយនឹងចេញចាំមើលវានៅសល់ប្រហែលអូខេខ្ញុំខ្វាញ់ចេញមកគេណាខ្ញុំខ្វាញ់ចេញមកខ្ញុំចូល request វាបន្តិចសិនឲ្យកម្មវិធីយើងវារៀងស្មូតហើយអូខេយើងចូលទៅកន្លែងឯកសាររបស់យើងវិញហើយខ្ញុំចុចខ្វាញ់ចេញសិនហើយខ្ញុំបន្តមកខ្ញុំចូលទៅវិញម្ដងទៀតខ្ញុំយកពាក្យថា PC ហើយយើងចូលទៅមើលគឺ load មក 34G ចុចជាងអញ្ចឹងទៅគឺដោយសារតែយើងលុបកម្មវិធីនឹងមួយគឺកម្មវិធីនឹង C10G ជាងអញ្ចឹងវាច្រើនដែរអូខេវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងដែរបាទអរគុណច្រើនយើងជួបគ្នានៅ